ជាបឋមខ្ញុំប្រកាសណាសូមនមស្ការដល់ព្រះអង្គគ្រប់ព្រះអង្គនឹងសូមនមស្ការព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គនឹងញាតិញោមដែលជាពុទ្ធបរិស័ទប្រវត្តិសាវស្ការប្រសិទ្ធទាំងអស់ដោយសេចក្តីរាប់អានហើយថ្ងៃនេះត្រូវនៅថ្ងៃ15រួចខែផលគុណឆ្នាំរោងចត្វាស័កពុទ្ធសករាជ2518នៅត្រង់នៅទី28ខែមីនាឆ្នាំ2025ហើយនេះជាសកម្មភាពរបស់ព្រះករុណាគុណម្ចាស់និងញាតិញោមដែលជាចំណុះជើងវត្តទាំង4ភូមិដែលបានគាត់មកឲ្យសិលហើយចែកដល់នៅវត្តត្រូវការកសាងឲ្យមានការរីកចម្រើនហើយក៏បានរួបរวมគ្នាដើម្បីជួយគ្នាម្ដាយមួយជើងស្រស់ស្រួលរុនរហ័សដៃជើងទោះគាត់មានអាយុរៀងច្រើនចាស់ជរាក៏ដោយតែគាត់សប្បាយចិត្តក្នុងការធ្វើនៅការងារមួយនេះចង់ឃើញវត្តអារាមហ្នឹងមានការចម្រើនស្អាតគួរជាទីជ្រះថ្លាពីចំណុះជើងវត្តហ្នឹងមានតែ4ភូមិតែឃើញញាតិញោមតែ2ភូមិដែលឃើញថ្ងៃសិលហ្នឹងបាត់ភូមិអូកោះនិងអំពើព្រងតែអ្វីត្បិតមានតែ2ភូមិហ្នឹងក៏ដោយតែការធ្វើរបស់គាត់មានការញប់ដៃញប់ជើងជួយគ្នាម្ដាយមួយជើងបានទាំង4ភូមិកាន់តែល្អប្រសើរតែនេះបានតែ2ភូមិដែលកាន់ជើញមកថ្ងៃសិលបានជួយគ្នាអ្វីត្បិតតែគាត់ចាស់ជរាកម្លាំងទ្រុឌទ្រោមក៏ដោយតែរួបរวมសាមគ្គីគ្នាដើម្បីជួយគ្នាហើយឧទាហរណ៍បើសិនជាមានចង្កឹះតែមួយយើងនឹងអាចកាច់បាក់យ៉ាងងាយយ៉ាងស្រួលតែចង្កឹះមួយបាច់យើងអាចកាច់បាក់បានងាយទេតែបើតែគាត់ចាស់ក៏ដោយតែយើងរួបរวมគ្នាដើម្បីធ្វើជួយគ្នាបន្តិចបន្តួចដើម្បីចាក់សាមឲ្យរួចហើយបើញាតិញោមណាមានសទ្ធាជ្រះថ្លាអាចតាក់ទងមក Facebook ល្អបានខ្ញុំកណ្ណាបានដាក់ខាងលើឲ្យឃើញនឹងតួតែក្តីច្រើនក្តីក៏បានបនដែរសំខាន់ណាស់ទៅលើចិត្តរបស់យើងហ្នឹងមានចិត្តសទ្ធាដើម្បីធ្វើទានគេថាពាក្យមួយគេថាបាយមួយវេសំដែងមួយគូមួយទៅថាតកងពេញបំពងយើងធ្វើបនរឿយហើយរឿងមួយទៀតខ្ញុំកណ្ណាគឺក្នុងចិត្តថាញាតិញោមមួយចំនួនជាពិសេសយុវវ័យដែលកំពុងតែពេញកំឡោះគឺថាហើយវត្តយើងជិតដល់ចូលឆ្នាំហើយមិនក៏មិនឃើញរៀបដូចជាភ្លើងដូចជាសង្ក្រាន្តអីបើវត្តយើងជនបទយើងឲ្យទៅលេងណាមិនមានទៅវត្តអារាមមុខតែនឹងធ្វើទេផងដោយសារតែរួលចាក់សាបនៅមុខគាត់អីហើយតែរួចហើយទី24នេះស្អែកនេះមកទៅស្រេចសុភ័ណ្ឌដើម្បីទៅរកភ្លើងមករៀបក្នុងវត្តអារាមរបស់យើងឲ្យមានការស្អាតប្រសើរបងតែបើញាតិញោមណាមានសទ្ធាក៏អាចជាភ្លើងឬក៏ជាថវិកានឹងហៅបានគេនឹងហៅបានដើម្បីទិញភ្លើងយកមករៀបវត្តយើងមានការស្អាតដូចសពដងហើយភ្លើងឆ្នាំមុនមានដែរតែប្រសិទ្ធិយើងទុកយូរទៅហើយទុកយូរដល់វាកាត់ខូចអស់ខ្លះទាំងនៅទីមួយចំនួនតូចត្រូវទិញច្រើនចំណែកច្រើនដើម្បីយកមករៀបនៅក្នុងវត្តយើងមានការស្អាតដោយវត្តគេវត្តឯងតែចិត្តតែមានសង្ឃដេកាដោយចិត្តទៅវិញឆ្ងាយហើយសកម្មភាពមានញោមពុទ្ធបរិស័ទផងសកម្មការធ្វើការហើយធ្វើផងសបាយផងឬដៃរំផងរីករាយរបស់គាត់ដូចញោមយ៉ាតញោមអីរំផងកាផងហើយមើលទៅសបាយមួយយ៉ាងដែរបងព្រឹកមិនញោមគាត់ចាំធ្វើការមិនការលើកធនបានអង្គុយមើលឬក៏ឃើញជាលើកកម្លាំងចិត្តឲ្យចឹងទៅញោមធ្វើផងរំផងទៅទូរីសបាយយើងមានតែកម្លាំងកាយយើងមិនមានកម្លាំងចិត្តដើម្បីធ្វើក៏យើងមិនអាចធ្វើទៅបានដែរចឹងហើយធ្វើផងរៃផងដើម្បីបង្កើតសបាយរីករាយ